អ្នកការសែតជើងចាស់ថៃលោកប្រវិតរោចាណាប្រូថាយោធាកំពុងស្រវឹងសង្គ្រាមដូចមនុស្សឆ្កួតហើយថាឲ្យទៅឆ្លោះជាមួយសង្ហបុរីផងកុំឆ្លោះតែជាមួយកម្ពុជាបាងកកតាមរយៈសំណេររបស់លោកប្រវិតរោចាណាប្រូអ្នកការសែតជើងចាស់ថៃបានរៀបរាប់លើបណ្ដាញសង្គម Facebook ផ្លូវការរបស់លោកនាថ្ងៃទី26ខែធ្នូឆ្នាំ2025ដោយលោកមិនបានខ្វល់នឹងកំហឹងជាតិនិយមអ្វីទេតែលោកចង់បង្ហាញអារម្មណ៍មួយដែលគួរតែមានសន្តិភាពសម្រាប់ប្រទេសជាមិត្តជាប់របងខាងក្រោមនេះជាសេចក្តីប្រែសម្រួលពីអ្នកការសែតចាស់ភាសាថៃនេះហើយគឺជាសភាពនៃសង្គមថៃនៅពេលដែលកំពុងស្រវឹងសង្គ្រាមកាលខ្ញុំនៅក្មេងរៀននៅសាលាក្នុងទីក្រុងបាងកកយើងត្រូវបានគេបង្រៀនថាភូមាបានវាយប្រហារក្រុងអយុធ្យាហើយថែមទាំងដុតបំផ្លាញវត្តអារាមព្រះពុទ្ធសាសនាទៀតផងកាលនោះខ្ញុំមិនអាចស្រមៃបានទេថាហេតុអ្វីបានជាពួកគេធ្វើបែបនោះហើយខ្ញុំតែងតែឆ្ងល់ថាតើវាអាចទៅរួចដែរឬទេក្នុងនាមជាអ្នកកាន់ព្រះពុទ្ធសាសនាដូចគ្នាលុះក្រោយមកនៅពេលដែលខ្ញុំបានដឹងអំពីព្រឹត្តិការណ៍ដែលទីហ៊ានថៃបានវាយកំទេចរូបសំណាកព្រះវិស្ណុដ៏ធំសម្បើមដែលកម្ពុជាបានកសាងឡើងដោយភាគីថៃអះអាងថាបានសាងសង់រំលោភចូលទឹកដីថៃទើបខ្ញុំចាប់ផ្ដើមយល់ថាអំពើស្រវឹងសង្គ្រាមបានធ្វើឲ្យយើងក្លាយជាមនុស្សឆ្កួតហើយសង្គមរបស់យើងក៏លែងដិនខ្លួននិងលែងខ្វល់ខ្វាយថាតើពិភពលោកមើលមកយើងក្នុងក្រសែភ្នែកបែបណានោះដែរវាប្រៀបដូចជាមនុស្សម្នាក់ដែលស្រវឹងជោគចាមដែលត្រេត្រោតនិយាយមិនដឹងអីដោយលើកលេសផ្សេងជុំវិញការកំទេចរូបសំណាកនិមិត្តសាស្ត្រនោះព្រោះមិនថាជារូបសំណាកចាស់ឬថ្មីឆ្លងកាត់ពិធីប្រសិទ្ធិរួចឬនៅឬបានចុះបញ្ជីអត់ដល់ការប្រើគ្រឿងចាក់ធុនធ្ងន់ទៅវាយកំទេចបែបនោះគឺជៀសមិនផុតពីការធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍របស់ប្រជាជនឥណ្ឌានិងអ្នកដែលគោរពសាសនាហិណ្ឌូនោះឡើយជាឧទាហរណ៍ប្រសិនបានមានប្រទេសណាមួយប្រើវិធីសាស្ត្រស្រដៀងគ្នានេះដើម្បីទៅផ្ដួលរំលំរូបសំណាកព្រះវិស្ណុដ៏ធំសម្បើមនៅបរទេសហើយលើកលេសថារូបសំណាកនោះមិនទាន់ប្រសិទ្ធិមិនមែនជាវត្ថុបុរាណឬមិនទាន់ចុះបញ្ជីនោះអ្នកកាន់ព្រះពុទ្ធសាសនាថៃប្រកាសជាផ្ទុះកំហឹងជាមិនខានអ្វីដែលសំខាន់បំផុតគឺនិមិត្តរូបដែលត្រូវបានគេប្រមាថសូម្បីតែពេលដែលជនជាតិបាស៊ីម៉ាំងយករូបសំណាកព្រះពុទ្ធក្លែងក្លាយទៅដាក់តុបតែងក្នុងហាងស្រាក៏ជនជាតិថៃមួយចំនួនខឹងសម្បាបាត់ទៅហើយទោះបីជារូបទាំងនោះមិនមែនជាវត្ថុបុរាណក៏ដោយគ្រាន់តែមើលរូបភាពទាំងនេះចុះអ្នកនឹងឃើញថាតើប្រព័ន្ធផ្សព្វផ្សាយឥណ្ឌាបានចុះផ្សាយព័ត៌មាននេះទូលំទូលាយកម្រិតណាបញ្ជាក់ខ្ញុំចង់ប្រាប់ទៅក្រុមថៃជ្រុលនិយមថាគួរតែនាំគ្នាទៅតវ៉ាជាមួយប្រព័ន្ធផ្សព្វផ្សាយសង្ហបុរីផងទៅបើអ្នកឯងពូកែខាងបង្កើតសត្រូវជាមួយប្រទេសជិតខាងម្លឹងនោះបង្កើតសត្រូវម្នាក់ទៀតទៅហើយកុំខ្វល់ពីពិភពលោកឬទំនាក់ទំនងជាមួយរដ្ឋនិងប្រជាជនបរទេសអីកាលពីម្សិលមិញកាសែត The Straits Times ដែលជាកាសែតរដ្ឋនៃសង្ហបុរីបានចុះផ្ចងជើងថាបន្ទាប់ពីឆែកមើលលើ Google Maps រូបសំណាកដែលត្រូវគេវាយចោលនោះគឺស្ថិតនៅចម្ងាយ400ម៉ែត្រពីព្រំដែនថៃកម្ពុជាប៉ុន្តែគឺស្ថិតនៅក្នុងដីកម្ពុជាទៅចាត់ការជាមួយសង្ហបុរីទៅដើម្បីបង្ហាញថាពួកអ្នកឯងកំពុងស្រវឹងសង្គ្រាម